គោរពព្រះធម៌អ្នកដែលជឿធម៌ព្រះអរហន្តហើយធម៌នាំដល់ត្រើយគឺព្រះនិព្វានទាំងមិនប្រមាថឲ្យខាតសិលទានធ្វើអ្វីក៏មានការពិចារណាជាអ្នកស្ដាប់ធម៌គោរពដោយល្អមិនធ្វើមាត់កមិនពោលចរចាមិនធ្វើរំខានពេលស្ដាប់ទេសនាតែងបានបញ្ញាភ្លឺថ្លាដោយពិតសូមពុទ្ធបរិស័ទអ្នកស្ដាប់រកធម៌ប្រុងស្ដាប់ដោយល្អយកជាគំនិតទុកជាមេរៀនសម្រាប់ជីវិតកុំឲ្យងងឹតរហូតមរណា